រុនសួស្ដីកូនកូនទាំងអស់គ្នាជាទីមេត្រីថ្ងៃនេះគឺថ្ងៃមួយដែលកូនកូនមានកម្លាំងកាយមាំមួនស្លៀកពាក់ស្អាតបាតទឹកមុខញញឹមមកសាលារៀនដើម្បីត្រៀមជញ្ជក់យកនៅចំណេះដឹងថ្មីហ្វឹកហាត់លុតដំអត្តចរិតដើម្បីក្លាយជាមនុស្សដែលមានចរិយាមាយាទល្អសិលធម៌ល្អសុជីវធម៌ល្អសុភាពរៀបសារឧស្សាហ៍ព្យាយាមស្គាល់ខុសស្គាល់ត្រូវចូលកូនកូនធ្វើចិត្តឲ្យសប្បាយរីករាយសាទរទទួលយកនៅអ្វីដែលល្អចូលកូនយកដៃស្ដាំដាក់ពីលើដៃឆ្វេងឈរដល់ខ្លួនឲ្យត្រង់រួចបិទភ្នែកហើយតាំងចិត្តឲ្យស្ងប់គិតពិចារណាឡើងវិញថាតើនៅថ្ងៃនេះកូនជាយាមរៀនសូត្រអ្វីខ្លះដែលជាចំណេះដឹងថ្មីនឹងហាត់ពុតលុតដំនៅអត្តចរិតអ្វីខ្លះដើម្បីឲ្យសតិបញ្ញារបស់កូនកាន់តែប្រសើរឡើងបើកូនធ្វើបានអ្វីកាន់តែមានតម្លៃស័ក្តិសមជាមនុស្សចូលកូនពិចារណានៅអំពើទាំងឡាយណាដែលកូនបានធ្វើកន្លងមកដោយសេចក្តីល្អនិងទង្វើទាំងឡាយណាដែលកូនធ្វើមិនបានល្អបើកូនដឹងហើយអាចកែប្រែបានផ្ទុយទៅវិញបើកូនធ្វើដោយមិនបានដឹងឬដឹងហើយធ្វើមិនដឹងពុំបានពិចារណាបានមកចត់ដើម្បីផ្លាស់ប្ដូរកែប្រែទង្វើនោះឲ្យបានល្អឡើងវិញទេនោះទង្វើបែបនេះមិនមែនជាទង្វើរបស់មនុស្សឡើយដើម្បីធ្វើខ្លួនឲ្យស័ក្តិសមជាមនុស្សសកលចូលកូនត្រូវតែប្រើប្រាស់ឥរិយាបថ5យ៉ាងទី1គឺស្អាតទី2របៀបទី3សុភាពទី4ទៀងពេលនិងទី5សមាធិបើកូនប្រតិបត្តិបានល្អនោះកូនមានតម្លៃពិតប្រាកដបើកូនមានតម្លៃគ្រួសារក៏មានតម្លៃសង្គមជាតិទាំងមូលក៏មានតម្លៃប្រកបដោយសុខសន្តិភាពនិងសេចក្តីថ្លៃថ្នូរដូច្នេះចូលកូនធ្វើនៅអ្វីដែលអាចធ្វើបានប្រកបដោយសតិព្រោះសតិជាដើមហេតុដែលនាំឲ្យកូនមានបំរុងប្រយោជន៍ចេះគិតពិចារណារកឲ្យឃើញហេតុនិងផលមុននឹងធ្វើកិច្ចការអ្វីមួយតាមរយៈការធ្វើសមាធិនេះចូលកូននឹកគិតដល់លោកគ្រូអ្នកគ្រូលោកឪពុកអ្នកម្ដាយដែលតែងតែណែនាំឲ្យកូនធ្វើសេចក្តីល្អវាចាកអំពើអាក្រក់ទាំងឡាយដែលនាំមកនៅក្តីវិនិច្ឆ័យដូច្នេះកូនគួរប្រតិបត្តិយ៉ាងណាដើម្បីឲ្យក្លាយជាកូនល្អសិស្សល្អនិងមិត្តល្អជាពិសេសកូនត្រូវគោរពប្រតិបត្តិលោកឪពុកអ្នកម្ដាយឲ្យបានល្អប្រសើរព្រោះថាលោកឪពុកអ្នកម្ដាយគឺជាបុគ្គលដ៏អស្ចារ្យជាទេវតាខាងដើមជាព្រះរស់ដែលរងចាំថែរក្សានិងជួយកូនគ្រប់ពេលវេលាលោកគ្រូសង្ឃឹមថាកូននឹងខិតខំរៀនសូត្រឲ្យកាន់តែពូកែថែមទៀតនៅក្នុងថ្ងៃនេះម្យ៉ាងវិញទៀតសូមកូនរក្សាទម្លាប់3ប្រការឲ្យបានជាប់ជួនគឺសំពះស្អាតញញឹមស្រស់ប្រតិបត្តិល្អនៅក្នុងថ្ងៃនេះប្រកបដោយជោគជ័យចុងបញ្ចប់សូមជូនពរកូនឲ្យទទួលបាននូវសុខភាពល្អបរិបូរណ៍និងសិក្សារៀនសូត្រកាន់តែពូកែថែមទៀតនៅក្នុងថ្ងៃនេះសូមជម្រាបលា